ស្ត្រីនិងមហិច្ឆតានិយាយអំពីស្ត្រីក្នុងការចាត់ចែងថ្ងៃនេះមាននិយាយអំពីមហិច្ឆតារបស់ស្ត្រីតែម្ដងតាមពិតណានៅក្នុងនាមជាមនុស្សស្រីកាលពីក្មេងវ័យរបស់មីងបំណងរបស់មីងទៅថ្ងៃអនាគតណាមីងតែងតែនិយាយជារឿយៗទៅកាន់ឪពុកម្ដាយរបស់មីងរហូតដល់ពេលមីងបានឪពុកជាស្វាមីគឺមីងមានបំណងមួយថាមីងមិនអាចខ្លាយទៅជាបន្ទុកដល់ក្រុមគ្រួសារដោយសារមីងទេមីងចង់បង្កើតសមិទ្ធផលលទ្ធផលអ្វីដែលធំធេងសម្រាប់ក្រុមគ្រួសារនេះគឺដោយដៃរបស់មីងជាក់ស្ដែងតាមពិតណាមនុស្សស្រីយើងទោះបីជាពុកកែប៉ុណ្ណាក៏ដោយបើសិនជាអត់មានស្វាមីគ្រប់គ្រងក៏មិនអាចទៅមុខជោគជ័យដែរហើយស្ត្រីយើងទោះបីជាស្ត្រីដែលខ្លាំងប៉ុណ្ណាក៏ដោយបើសិនជាមិនមានអំណាចបារមីរបស់ស្វាមីនៅពីក្រោយក៏ស្ត្រីនោះមិនអាចបានលទ្ធផលធំធេងដែរហើយក៏មិនអាចរក្សានូវគុណតម្លៃគួរជាទីគោរពរបស់អ្នកផងទាំងពួងបានដែរអញ្ចឹងជាក់ស្ដែងបំផុតធាតុរបស់មនុស្សលោកយើងគឺមានញីនិងមានឈ្មោលហើយទោះបីជានៅក្នុងសមិទ្ធផលមួយបង្កើតឡើងដោយស្ត្រីយើងក៏ដោយកុំភ្លេចថាយើងត្រូវមានតួនាទីមួយទៀតគឺបំពេញបន្ថែមនៅកិត្តិយសនិងមុខមាត់របស់ពូជពងវងត្រកូលដើម្បីឲ្យកូនយើងប្រកបទៅដោយមោទនភាពគេត្រូវមានឪពុកម្ដាយដែលមានកម្លាំងដ៏មហិមាចាប់ដៃគ្នាតស៊ូជាមួយគ្នាបង្កើតសមិទ្ធផលរួមគ្នាវាជាក់ស្ដែង 100% ខ្ញុំជឿថានៅក្នុងលទ្ធផលរបស់មនុស្សស្រីដែលពោពេញដោយមហិច្ឆតាតែងតែត្រូវការបរោះទើបស្ត្រីគ្រប់គ្នាតែងតែមានការទទួលគូជីវិតអូខេឥឡូវនេះមីងចង់លើកទឹកចិត្តដល់កូនក្មួយស្រីជាច្រើនដែលកំពុងតែមានមហិច្ឆតាតែមិនទាន់ដឹងថាចាប់ផ្ដើមពីណាទៅណាមីងលើកទឹកចិត្តឲ្យកូនក្មួយដាក់គោលដៅឲ្យធំការគិតធំការគិតខ្លាំងគេអត់យកពុនទេគិតទៅបើសិនជាក្មួយដាក់គោលដៅបាន10000ក្មួយធ្វើបានតែ20%ក៏គ្រាន់បើជាងក្មួយដាក់គោលដៅតែ100ធ្វើបានតែ80ដែរមែនអត់អញ្ចឹងមីងលើកទឹកចិត្តថាសូមកូនក្មួយទាំងអស់បង្កើនចំណេះជំនាញបង្កើនសមត្ថភាពដើម្បីរំដោះខ្លួនចេញពីខ្លួនដែលជាអ្នកដាក់បន្ទុកឲ្យស្វាមីឲ្យក្រុមគ្រួសាររបស់យើងពិសេសធ្វើឲ្យកូនរបស់យើងមានមោទនភាពដែលគេមានម្ដាយគឺជាស្ត្រីដែលពោពេញទៅដោយកម្លាំងធម៌ពលហើយពោពេញទៅដោយភាពវិជ្ជមានចាគឺខ្លាយទៅជាជីដូនគំរូមានមហិច្ឆតាប៉ុណ្ណាខ្លាំងប៉ុណ្ណាអស្ចារ្យប៉ុណ្ណាតែបើសិនជាមិនមានបុរសជាដៃគូជីវិតជាស្វាមីជាដៃគូជីវិតជួយជ្រោមជ្រែងទេប្រហែលជាអាចយឺតឬមួយប្រហែលជាអាចរដាក់រដប់តែភាពរលូននឹងកាត់មានឡើងបើសិនជាយើងរើសដៃគូត្រូវអូខេសូមឲ្យស្វាមីទាំងអស់ដែលមានភរិយាពោពេញដោយមហិច្ឆតាជួយបំពេញបន្ថែមឲ្យគាត់ដើម្បីឲ្យគាត់សម្រេចបំណងរបស់គាត់ទៅថ្ងៃអនាគតហើយជូនពរឲ្យក្មួយស្រីរបស់យើងខ្លាយជាស្ត្រីខ្លាំងស្ត្រីដែលសម្រេចគ្រប់បំណងប្រាថ្នាទាំងអស់អូខេ